ចាសូមជម្រាបសួរម៉ាក់ក៏ដូចជាស្រីៗទាំងអស់គ្នាផងដែរបើម៉ាក់ដែលធ្លាប់មានកូនយល់ដឹងហើយអំពីរបៀបនៃការតេស្តទឹកនោមដើម្បីរកមើលថាយើងមានផ្ទៃពោះឬអត់អញ្ចឹងនេះសម្រាប់តែស្ត្រីដែលគាត់មិនទាន់ដឹងអំពីរបៀបដូច្នេះខ្ញុំនឹងធ្វើតេស្តទឹកនោមព្រោះឯងខ្ញុំបាត់រដូវរយៈពេល4ថ្ងៃហើយសម្រាប់តេស្តទឹកនោមនេះមានពីរប្រភេទខ្ញុំកាន់នឹងដៃហ្នឹងវាមានតម្លៃ 4,000 រៀលតែទិញកន្លែងខ្លះវាតម្លៃ 3,500 អាហ្នឹងវាមានឧបករណ៍មានសម្រាប់ចាប់ទឹកនោមមានបែងមានអីចឹងទៅហើយនឹងសម្រាប់តេស្តវាដូចកូវីដចឹងប៉ុន្តែនេះតម្លៃតែ 1,000 រៀលទេអាហ្នឹងវាមានតែមកបន្ទះតូចមួយហើយនឹងមានចានសម្រាប់ជើងដាក់ទឹកនោមអញ្ចឹងខ្ញុំទិញមកពីរដើម្បីតេស្តមើលថាតើវាចេញពណ៌លក្ខណៈច្បាស់ឬក៏ព្រាលដូចគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំប្រើតេស្តតម្លៃ 1,000 រៀលចឹងយើងហែកបើកគម្របវាមកយើងរើមើលទៅនៅក្នុងនោះមានចានមួយសម្រាប់យើងដាក់ទឹកនោមរបស់យើងហ្នឹងហើយនៅក្នុងនេះគេមានកញ្ចប់គេទៀតខ្ញុំហែករួចហើយចឹងយើងយកឧបករណ៍សម្រាប់តេស្តចេញមកហើយនេះវាអត់ទាន់មានអីទេណាវាគេហៅថាតេស្ត HCG រកមើលអុកម៉ូនមានផ្ទៃពោះព្រោះអុកម៉ូនហ្នឹងកើតឡើងនៅពេលដែលយើងមានផ្ទៃពោះទេចឹងទៅបន្ទប់ទឹកទៅបន្ទាប់ពីយើងបាត់ជើងហើយយើងយកឧបករណ៍សម្រាប់ពិនិត្យផ្ទៃពោះហ្នឹងយើងយកមកជ្រលក់នៅក្នុងទឹកនោមត្រឹមបន្ទាត់ពណ៌ខៀវដែលគេដាក់ថា Somax ហើយបាញ់ព្រួញចុះក្រោមហ្នឹងកុំឲ្យលើសពីបន្ទាត់នោះហើយយើងដាក់នៅក្នុងទឹកនោមរបស់យើងហ្នឹងប្រហែលជា10វិនាទីទេអញ្ចឹងយើងរាប់ពី1ដល់10ឲ្យលឿនទៅហើយយើងដកចេញពេលដែលយើងដកចេញហើយគឺយើងដាក់វានៅលើផ្ទៃរាបស្មើហើយអាស្នាមទឹកក្រហមហ្នឹងវានឹងលោតឡើងទៅលើហើយវានឹងចេញច្បាស់ពណ៌ក្រហមនៅខាងលើអានឹងបច្ចៈគេហៅថា control line ហ្នឹងគឺគំនូសឬក៏បន្ទាត់គ្រប់គ្រងដូច្នេះវាត្រូវតែលោតឡើងក្រហមមួយទោះបីយើងមានផ្ទៃពោះមិនមានក៏ដោយដូច្នេះយើងទុករងចាំរយៈពេល5នាទីហើយគេឲ្យយើងមើលលទ្ធផលក្នុងកំឡុងពេល5នាទីមិនឲ្យលើសពីនឹងទេឥឡូវនេះវាអត់ទាន់បាន5នាទីទេវាឡើងឃើញរឿងក្រហមព្រាលនៅមុនបន្ទាត់ក្រហមនឹងអត់ហើយទោះបីជាព្រាលយ៉ាងណាក៏ដោយឲ្យតែឃើញមានព្រាលគឺបញ្ជាក់ថាយើងវិជ្ជមានគឺមានផ្ទៃពោះហើយដូច្នេះចូលរួមអបអរផងបើតាមខ្ញុំ search មើលគឺពេលវេលាដែលយើងធ្វើតេស្តទឹកនោមហ្នឹងគេឲ្យធ្វើនៅពេលព្រឹកព្រោះពេលហ្នឹងយើងអត់ទាន់បានញ៉ាំអ្វីទឹកឬក៏ម្ហូបអាហារអ្វីចូលដើម្បីលាយឡំជាមួយក្នុងទឹកនោមរបស់យើងហ្នឹងប៉ុន្តែសម្រាប់ខ្ញុំនេះខ្ញុំធ្វើនៅពេលយប់ព្រោះខ្ញុំបាត់រដូវ4ថ្ងៃឯដែរអញ្ចឹងវាអាចច្បាស់ហើយលើ5នាទីបានមកដល់ហើយតែច្បាស់មែនគ្មានព្រាលទេនេះមើលទៅគឺច្បាស់ឃើញពីបន្ទាត់តែម្ដងនឹងដូចខ្ញុំប្រាប់ខាងលើអញ្ចឹងដូចគេយើងឃើញបន្ទាត់ពីរអញ្ចឹងបញ្ជាក់ថាយើងវិជ្ជមានគឺមានផ្ទៃពោះហើយសម្រាប់អរម៉ូនមានផ្ទៃពោះឬក៏អរម៉ូន HCG ហ្នឹងគឺវាកើតឡើងនៅពេលដែលកោសិកាសុទ្ធដែលបានបង្កកំណើតរួចហើយវាទៅកាច់សម្បុកនៅក្នុងស្រទាប់ក្នុងនៃស្បូនហើយប្រហែលជា6ទៅ10ថ្ងៃក្រោយពេលដែលមេជីវិតញីឬឈ្មោលនឹងបានជួបគ្នាហើយអរម៉ូននេះគឺហូរចូលទៅក្នុងទឹកនោមក្នុងបរិមាណតិចតួចដែលយើងអាចធ្វើតេស្តដឹងក្នុងរយៈពេលប្រហែលជា12ទៅ14ថ្ងៃក្រោយការបង្កកំណើតឬថ្ងៃដែលយើងនឹងមករដូវហើយដើម្បីទទួលបានលទ្ធផលច្បាស់លាស់ពីការពិនិត្យផ្ទៃពោះតាមផ្ទះឬក៏គេហៅថាតេស្តទឹកនោមហ្នឹងគឺយើងគួររងចាំដល់ថ្ងៃដែលយើងបាត់រដូវសិនចាំយើងធ្វើតេស្តហើយការធ្វើតេស្តហ្នឹងគឺយើងធ្វើនៅពេលព្រឹកព្រលឹមទើបវាផ្ដល់លទ្ធផលបានត្រឹមត្រូវខ្ពស់ហើយអរម៉ូននេះក៏បញ្ចេញទៅក្នុងឈាមផងដែរហើយត្រឹមតែរយៈពេល11ថ្ងៃក្រោយការបង្កកំណើតយើងអាចតេស្តឈាមដើម្បីរកមើលថាយើងមានផ្ទៃពោះឬអត់ហើយបើសិនជាយើងគ្មានផ្ទៃពោះទេគឺលទ្ធផលគឺវាលោតមកឃើញតែបន្ទាត់ក្រហមកន្លែង control line ឬក៏បន្ទាត់ដែលគ្រប់គ្រងនេះតែមួយគត់ចាសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំហើយសូមចូលរួមអបអរផងដែរសម្រាប់ម៉ាក់ដែលតេស្តទៅឃើញវិជ្ជមាន